បាទនៅក្នុងជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះគឺមើលដៃបងប្រុសម្នាក់ដែលជា fan ផ្កាប់មុខតែម្ដងគាត់តាមមើលវីដេអូខ្ញុំរហូតប៉ុន្តែអ្វីដែលខ្ញុំឃើញនៅលើបាតដៃគាត់គឺខ្សែបេះដូងគាត់មិនល្អសោះតែម្ដងបាតដៃនៅខាងឆ្វេងដែលបញ្ជាក់អំពីដៃគូរបស់គាត់អញ្ចឹងដៃគូទី1ដែលគាត់ឆ្លងកាត់គឺគាត់ត្រូវបានគេពង្រត់ដោយសារតែគាត់ក្រពេកអញ្ចឹងទៅម៉ែឪគេមិនពេញចិត្តមិនស្រឡាញ់ហើយទី2នោះគឺថាក៏ត្រូវព្រាត់ដែរដោយសារតែគ្រួសារពង្រត់ដែរប៉ុន្តែអ្វីដែលឃើញនោះគឺនៅក្នុងដៃរបស់គាត់ហ្នឹងគឺមានសញ្ញាខ្វែងមួយលើតួព្រះអាទិត្យបាទខ្សែព្រះអាទិត្យនេះគឺតំណាងឲ្យគូដែរកាលណាមានខ្សែខ្វែងនៅលើហ្នឹងគឺប៉ះពាល់ដល់គូដែរហើយដោយសារតែការស្រឡាញ់ជ្រាលជ្រៅទៅធ្វើឲ្យដៃគូរបស់គាត់សម្រេចចិត្តក្នុងការមិនស្ដាយជីវិតខ្លួនឯងហើយដោយគាត់ជួបអ្នកទី3បច្ចុប្បន្ននេះគឺគាត់អាចរស់នៅដល់សប្តាហ៍ថ្ងៃចឹងមានន័យថាខ្សែបេះដូងបែបនេះគឺភាគច្រើនគឺត្រូវតែជួបរឿងបញ្ហាមិនល្អនឹងកើតឡើងបាទតម្រាំតែមានរឿងល្អកើតឡើងនឹងគឺទៅឆ្លងកាត់អស់មនុស្សច្រើនបាទចឹងខ្សែជីវិតរកខ្សែបេះដូងបែបនេះគឺមិនល្អទេបាទសម្រាប់ជីវិតគូឬក៏ផ្លូវអារម្មណ៍តាក់ទងទៅនឹងស្នេហា